វេលានេះជាពេលវេលាមួយដែលកូនទាំងអស់គ្នាត្រូវតែបែរមកពិចារណាឡើងវិញត្រូវនាំគ្នាដោះលែងប្រលឹងដូនតារបស់ខ្លួនឬក៏ញាតិការកូនចៅទាំងឡាយណាដែលដឹងខ្លួនថាសាច់ញាតិរបស់ខ្លួនស្លាប់ដោយសារអីត្រូវធ្វើនីតិចុងក្រោយនេះទាំងអស់គ្នាឡើងដើម្បីឲ្យពួកលោកបានស្គាល់ទិសតំបន់ក្នុងការទៅចាប់កំណើតបើមិនដូច្នោះទេប្រលឹងញាតិការរបស់ខ្លួនសាច់ញាតិរបស់ខ្លួនដែលបែងចែកឋានទៅគ្រប់គ្នានោះរស់នៅមិនបានសុខប្រលឹងតែលតល់វល់វល់គ្មានជំរកច្បាស់លាស់រស់ដោយការគ្រប់គ្រងរបស់ស្ដេចបិសាចជាអ្នកបញ្ជាហើយបើមិនចឹងទេក៏ត្រូវបានគ្រូសិលគ្រូធ្មប់ណាដែលគេរៀនអាគមគេនឹងខាបយកប្រលឹងដូនតារបស់យើងទៅប្រើคล้ายទៅជាប្រលឹងវិញ្ញាណអាក្រក់ឃើញទេទទួលនៅបាបកម្មធំធេងណាស់សម្រាប់យើងនេះជាអ្វីដែលលោកឪចង់ឲ្យកូនទាំងអស់គ្នាបានយល់ច្បាស់ហើយចុះបើកូនគ្រប់គ្នាបែរជានាំគ្នាខៀខៀងប្រលឹងដូនតាខ្លួនឯងឲ្យទៅចាប់កំណើតបាច់ទៅចាប់កំណើតអាចអីទេណាដូនតាអើយនៅវិលវល់តែលតោលើផែនដីហ្នឹងមកបើអត់អីស៊ីចាំកូនចៅសែនឲ្យស៊ីក្បាលជ្រូកក្បាលអីចឹងទៅប្រៀបបីដូចជាយើងហ្នឹងមិនបានដោះលែងឲ្យដូនតាយើងបានទៅរកភពរកកាយថ្មីឃើញទេការលោកនៅជាមនុស្សលោកគាត់ជួយយើងម្ដងមកសារទៅហើយតែពេលដែលលោកចែកឋានទៅវាគួរតែដោះលែងលោកឲ្យបានទៅរកភពរកកាយក្នុងការចាប់កំណើតសាជាថ្មីវិញបែរជាមិនព្រមទេនៅខៀខាំងអោបកសោបដូនតាមិនឲ្យទៅចាប់កំណើតទេឃើញទេអានឹងពិចារណាខ្លួនឯងទៅមិនអ្វីដែលលោកឪសម្ដែងនេះចង់ឲ្យមនុស្សលោកណាមួយអាក្រក់នោះទេឃើញទេអានឹងមកពីយើងទាំងអស់គ្នាមិនស្គាល់ទេវតាមិនស្គាល់ខ្មោចព្រាយបិសាចពីព្រោះអ្វីដែលកើតមកក្នុងโลกនេះវាមកជាគូនឹងគ្នាអញ្ចឹងឃើញទេតែមានទេវតាវាត្រូវតែមានខ្មោចព្រាយបិសាចហើយកាលណាមានសភាវៈហ្នឹងយើងក៏ត្រូវដឹងថាតើដង្វាយទេវតាគេថ្វាយអីដង្វាយពពួកខ្មោចព្រាយបិសាចអរៈផងទាំងពួកហ្នឹងគេថ្វាយអីទេវតាលោកមានសម្បត្តិទឹកអាហារទឹកអមិនហៅទេវតាលើកលែងតែប្រលឹងភូតខ្មោចព្រាយបិសាចអរៈផងទាំងពួងខ្មោចតែហោងប្រលឹងតែលតល់វល់វល់លើផែនដីគ្មានគោលដៅច្បាស់លាស់ប៉ុណ្ណោះដែលទទួលនៅសំណែនមន់ស្ងោជ្រូកខ្វាយបាយសម្លធូបអុចបាយសីប្រេះផ្ដាស់នឹងឯងឲ្យវាយល់ច្បាស់ចេះឃើញទេមកចុះបើយើងមិនដឹងឥឡូវគ្រប់គ្នាយើងកំពុងតែចាត់ទុកទេវតារបស់យើងដែលបានចែកឋានទៅជាប្រលឹងខ្មោចព្រាយបិសាចអាណាថាវល់វល់តែលតល់គ្មានចម្រោកច្បាស់លាស់ហើយឃើញទេអាហ្នឹងហើយជាបណ្ដាសាសែនចុះសែនឡើងទទួលអន្តរាយខានសែនវាកាច់ឃើញទេប្រយ័ត្នអញ្ចឹងអ្វីដែលលោកឪសំដែងនេះពិចារណាខ្លួនឯងគ្រប់គ្នាទៅជឿឬមិនជឿវាអាស្រ័យយកនៃការរបស់លោកតានេះទៅទំនាយជាសច្ចធម៌ពិតឆ្លោះបញ្ចាំងខ្លួនឯងគ្រប់គ្នាណាមិនបង្ខំឲ្យកូនណាជឿទេណាគ្រប់គ្នាសួរមើលសួរខ្លួនឯងមើលប្រលឹងយតិការបស់ខ្លួនដែលបានចែកឋានទៅនឹងក្រែងជាទេវតារបស់ខ្លួនណាក្រែងចាត់ទុកជាទេវតារបស់ខ្លួនណាបើចាត់ទុកជាទេវតារបស់ខ្លួនទេវតាសោយអីត្រូវការក្បាលជ្រូកមាន់ស្ងោជ្រូកខ្វាយអុចធូបផ្អើលពេញផ្ទះចឹងឬក្រែងទេវតាមានសម្បត្តិទឹកអាហារទឹកមិនក៏ពិចារណាខ្លួនឯងវាលើកលែងតែអ្នកទាំងអស់នោះមិនចាត់ទុកដូនតារបស់ខ្លួនជាទេវតាចាត់ទុកដូនតារបស់ខ្លួនជាប្រលឹងខ្មៃអាណាថាវិញវាន់វិវក់គ្មានកន្លែងគោលដៅច្បាស់ទើបនាំគ្នាសែនក្បាលជ្រូកមាន់ស្ងោជ្រូកខ្វាយបាយសម្លនំចំណីទាំងឡាយជូនទៅដល់អស់លោកដែលជាសាច់ញាតិរបស់ខ្លួនឯងស្លាប់ទៅនោះមិនពិចារណាខ្លួនឯងទៅមើលហើយលោកឪសំដែងហ្នឹងពីណាឈួតពីណាឡប់កូនមួយទៅសេមកទេហ៎កូនឯងឈួតឬលោកឪឈួតសួរខ្លួនឯងឆ្លើយខ្លួនឯងស្គាល់ទេវតាស្គាល់ខ្មោចព្រាយអត់មកពីកូនឯងទាំងអស់គ្នានឹងមិនស្គាល់ទេវតាច្បាស់លាស់
មិនដឹងអំពីការរៀបចំដង្វាយទេវតាត្រូវថ្វាយអីធ្វើអីមិនដឹងមិនស្គាល់ទេវៈល្អមិនស្គាល់ទេវៈអាក្រក់នឹងឯងដែលយើងនាំគ្នាគោរពរាល់ថ្ងៃដោយមិនដឹងឃើញទេកាន់តែពួកខ្មោចព្រាយបិសាចជួនកាលទេវតាកងម៉ាយិទ្ធិការរបស់ខ្លួនខ្លះក្រុមគ្រួសារខ្លះដែលលោកចែកឋានទៅហើយលោកបានទៅរកភពរកកាយឃើញហើយឃើញទេតែខ្លួនកូនចៅខ្លួនឯងជាមនុស្សនេះដែលរស់នៅអត់ដឹងទេរៀបចំមកសែនព្រេនចឡើងព្រលឹងពួកភូតខ្មោចព្រាយបិសាចទាំងឡាយដែលវិលវល់តែតរហោកាយរហភពមិនឃើញនេះទៅបន្លំគង់ធ្វើជាដូនតារបស់យើងនៅតាមផ្ទះគ្រប់គ្នាថ្ងៃណាសែនឲ្យដល់ទៅសក់ទៅថ្ងៃណាខានសែនទៅវានេះអន្តរាយទៅឃើញទេរួចនៅតែមិនដឹងទៅទៀតឃើញទេពីព្រោះវាអត់មានទេវតាកងម៉ាឬក៏ទេវតាសាច់ញាតិឯណាដែលទៅដាក់តនកម្មឲ្យកូនចៅរបស់ខ្លួនទទួលនៅមហន្តរាយទេឲ្យតែទេវតាវាមានតែបីសាយខ្មោចព្រាយប៉ុណ្ណោះដែលធ្វើឲ្យមនុស្សទាំងឡាយទទួលនៅវិនាសកម្មនិងភាពអន្តរាយទាំងពួងទេវតាគឺជាទេវៈល្អដែលជាតួអង្គមួយប្រកាន់នៅសច្ចធម៌គុណធម៌ព្រហ្មវិហារធម៌ហើយក៏ជាទេវៈមួយដែលមិនយកទោសយកទណ្ឌឬក៏ដាក់ឲ្យមនុស្សលោកណាមួយអន្តរាយនោះដែរឲ្យវាយល់ចេះឃើញទេអានឹងទេវតាឲ្យស្គាល់ទេវតាស្គាល់ខ្មោចព្រាយអត់ដង្វាយទេវតាគេថ្វាយអីដង្វាយពពួកបីសាច់ខ្មោចព្រាយគេថ្វាយអីឲ្យតែជាទេវតាលោកសុទ្ធតែជាតួអង្គដែលមានសម្បត្តិទឹកអាហារទឹកចង់បានសម្បត្តិអីគ្រាន់តែលោកនឹកគឺមកដល់ចង់បានអាហារអីគ្រាន់តែនឹកគិតគឺអាហារនោះមកដល់នោះគឺជាពពួកទេវតាមានតែពពួកខ្មោចព្រាយបិសាចអនាថាបលឹងតែតោលវល់លើផានដីប៉ុណ្ណោះដែលត្រូវការសំណានសែនព្រេនពីមនុស្សលោកជាប្រចាំនេះឲ្យយល់ច្បាស់ចេះឥឡូវពីណាឈួតពីណាជាឥឡូវនេះមើលពិចារណាខ្លួនឯងទៅពីព្រោះអ្វីដែលលោកអើចែករំលែកក៏ព្រោះតែចង់ឲ្យកូនគ្រប់អង្គដែលកំពុងគោរពទៅលើជំនឿទាំងឡាយនេះបានស្គាល់ច្បាស់ពីការគោរពរបស់ខ្លួនកុំឲ្យវិញវល់មិនដឹងខ្យល់អីតទៅទៀតកូនខ្លះលោកអើប្រាប់ហើយបែរជាមិនទាន់យកដីកានេះទៅពិចារណាទំនាយជាសច្ចធម៌ពិតអីទេមានការប្រមាថជាបន្តិចមកលោកអើក៏តាមបានដែរឃើញទេឃើញទេអានឹងវាចឹងសង្ឃឹមតកូនទាំងអស់គ្នាពិចារណាហើយគ្រប់ដីកាទេសនារបស់លោកអើក្នុងពេលនេះមិនមែនជាការចាប់បង្ខំឲ្យកូនណាម្នាក់ត្រូវតែជឿលោកអើនោះទេគ្រប់ជំនឿទាំងឡាយមុននឹងជឿត្រូវពិចារណាដោយយកដីការបស់អ្នកទេសនានោះទៅថ្លឹងថ្លែងទំនាយជាសច្ចធម៌ស្វែងយល់ការពិតឲ្យខ្លួនឯងហើយចាំដាក់ចិត្តជឿបើយើងយកដីកាតួអង្គណាសេសាវកអង្គណាទេសនាទៅហើយណាមិនបានយល់ច្បាស់អំពីសច្ចធម៌ពិតនោះទេយើងកុំជឿយើងបោះចោលទៅហើយក៏កុំឲ្យមានការប្រមាថដល់សាវកអង្គនោះឃើញទេអានឹងវាជាការពិតឥឡូវគ្រប់គ្នាលោកឪកំពុងតែដឹងថានាំគ្នាវិញវ័នការរៀបចំទាំងឡាយហ្នឹងវាច្រើនយូរ100ឆ្នាំមកហើយវិញវត្តទាំងតាអាចារ្យមួយចំនួនហ្នឹងក៏នៅតែប្រកាន់ភាពហួងហែងណាមិនព្រមរកផ្លូវត្រូវទេនៅអារញ៉ែសែនព្រេនកាច់បាយសីថ្វាយនេះថ្វាយនោះមន់ស្ងោជ្រូកខ្វៃនៅតែមិនព្រមលះផុតទេឃើញទេថាខ្សែខ្មែរទៅវាខ្មែរខ្សែចិននោះក៏ចិនទៅទៀតឃើញទេហើយធម្មតាទេតែលោកទេសនាអញ្ចឹងហើយវាតែតែមានការប៉ះពាល់ទៅដល់អាជីពកូនទាំងឡាយដែលកំពុងរកស៊ីលក់ដូរហើយក៏ប៉ុន្តែការទេសនាទាំងអស់នេះលោកចង់ឲ្យអ្នកទាំងអស់នោះដើរក្នុងផ្លូវត្រូវទោះជាគោរពនៅក្នុងវប្បធម៌ណាក៏ដោយចោះតែសូមឲ្យវប្បធម៌នោះវាជាវប្បធម៌មួយដែលនាំឲ្យមនុស្សទាំងឡាយទទួលបាននូវសេចក្តីសុខ
បានជាខំប្រឹងប្រែងចែករំលែកនៅអ្វីទាំងឡាយនេះហើយបើសិនជាការចែករំលែកទាំងឡាយនេះវាជាការចែករំលែកមួយដែលកូនទាំងអស់គ្នាគិតថាវាមិនត្រឹមត្រូវបើគិតថាមិនត្រឹមត្រូវកូនទាំងអស់គ្នាគួរតែមាន comment ឬក៏ពាក្យពេចន៍សម្ដីណាមួយសួរបកមកវិញសួរលោកតាត្រង់វគ្គឃ្លានេះដែលលោកតាថាមិនអោយនាំគ្នាសែនព្រេនបាយចម្លមកស្ងោអុចធូបបែបត់អីនេះចុះបើសច្ចធម៌វាលោតមកអញ្ចេះអានឹងយើងត្រូវរកពាក្យមួយសួរមកវិញមិនមែនសួរមកដោយការប្រមាថប្រើពាក្យសិតតាបំពល់សង្គមកន្លែងណាកូនឯងទាំងអស់គ្នានោះទេដែលមានតួនាទីបំពល់សង្គមរៀបចំជឿទំនៀមទម្លាប់ផ្ដេសផ្ដាស់ដោយមិនដឹងខ្យល់អីខ្លួនឯងនោះលោកឪគ្រាន់តែជាអ្នកចែករំលែកបំភ្លឺផ្លូវឲ្យនាំគ្នាយកដីកានេះទៅពិចារណារៀងខ្លួនតែប៉ុណ្ណោះកូនណាជឿក៏ធ្វើទៅកូនណាមិនជឿទេធ្វើតាមខ្លួនឯងទៅបើចាត់ទុកដូនតាខ្លួនឯងជាបីសាច់ខ្មោចព្រាយអនាថាគ្មានតែព្រលឹងតែតោលគ្មានគោលដៅគ្មានចម្រុកច្បាស់លាស់ទេនាំគ្នាសែនទៅក្បាលជ្រូកមន់ស្ងោសំណែនផ្ដេសផ្ដាស់អីហ្នឹងស្រាអីហ្នឹងសែនទៅតែប៉ុណ្ណាមិនបខំឲ្យកូនណាជឿទេអីណែឈ្មោះណែវ៉ាន់នីយ៉ែនឈប់បានឈប់ទៅអាឈួតចូលចម្រើនមិនដឹងថាលោកតាម្នាក់នេះឈួតឬក៏ចៅឯងអ្នកទៅសេនឹងក៏វាឈួតឬក៏មិនវិញទេណាប៉ុន្តែយកដីកាលោកតាម្នាក់នេះទៅពិចារណាសិនចៅណែវ៉ាន់នីយ៉ែនណាណាពាក្យពេចន៍កន្លែងណាដែលថាលោកឪសំដែងនេះឈួតវាខុសត្រង់ចំណុចណាយើងពិចារណាខ្លួនឯងសិនមុននឹងចោទគេថាគេឈួតបើថាលោកតាឈួតចៅកុំចូលស្ដាប់មនុស្សឈួតណាហើយបើចៅថាតាឈួតចៅឯងចូលមកស្ដាប់អ្នកឈួតមានចៅឯងឈួតដូចគ្នាអាហ្នឹងសច្ចធម៌វាអញ្ចឹងណាហើយមិនក៏មិនគិតមើលខ្លួនឯងដែលកំពុងគោរពរាល់ថ្ងៃនេះនាំគ្នាឈូឆរអុចធូបបន់ស្រន់សែនក្បាលជ្រូកមន់ស្ងោបាយសម្លស្រាតើដង្វាយនឹងជាដង្វាយទេវតាឬក៏ដង្វាយព្រលឹងខ្មោចព្រាយបិសាចណាសួរខ្លួនឯងមើលណាឈួតឬក៏ណាជាស្គាល់ទេវតាច្បាស់ស្គាល់ខ្មោចព្រាយច្បាស់ទេមកពីអ្នកថានោះស្អីវណ្ណីយ៉ានោះមិនស្គាល់ទេវតាមិនស្គាល់បិសាចមិនស្គាល់ខ្មោចមិនស្គាល់ខ្លួនឯងច្បាស់ផងគឺតែមិនអញ្ចឹងហ៎អាហ្នឹងបាក់ដែលលោកឪតម្រូវថាត្រូវតែទេសនាឲ្យដឹងគ្រប់គ្នានេះយល់ទេវាមិនអាចដង្វាយមាត់ស្ងោជ្រូកខ្វៃបាយសម្លនំចំណីស្រាបាយសីទាំងអស់នោះវាជាដង្វាយសម្រាប់ទេវតាទេទេវតាគេមិនត្រូវការអីទេទេវតាលោកមានសម្បត្តិទឹកអាហារទឹកយល់ច្បាស់ឬអត់មានតែខ្មោចព្រាយបីសាច់អរៈផងទាំងពួងខ្មោចតែហោងព្រលឹងអនាថាដែលរកគោលដៅមិនច្បាស់លាស់តែប៉ុណ្ណោះដែលតែងតែមកទទួលយកនៅបាយសីសធរដងគ្រឿងដង្វាយមាន់ស្ងោជ្រូកខ្វៃនំចំណីផ្លែឈើទាំងឡាយស្រាទាំងពួងនេះមិនក៏មិនស្គាល់មិនក៏មិនយល់ហើយចុះអាណាឈួតអាណាជាមុននឹងណែអីញោមវ៉ាន់នីយ៉ែននោះថាលោកឪជាមនុស្សឈួតនេះពិចារណាខ្លួនឯងណាអាត្មាមិនបន្ទោសមិនថាអីទេប៉ុន្តែគិតមើលខ្លួនឯងសិនតើអ្វីដែលខ្លួនឯងកំពុងគោរពត្រឹមត្រូវឬក៏អត់តើអ្នកទាំងអស់គ្នានោះបានចាត់ទុកព្រលឹងដូនតារបស់ខ្លួនដែលបានចែកឋានទៅជាទេវតាដែរឬក៏អត់បើគ្រប់គ្នាចាត់ទុកព្រលឹងដូនតារបស់ខ្លួនឯងជាទេវតានោះយើងត្រូវតែស្គាល់អំពីការរៀបចំដង្វាយរបស់ពពួកទេវតាថ្វាយអីបើសិនជាយើងគ្រប់គ្នាចាត់ទុកញាតិការរបស់ខ្លួនមិនមែនជាទេវតាហើយចាត់ទុកញាតិការរបស់ខ្លួនដែលបានចែកឋានទៅជាព្រលឹងខ្មោចអនាថាព្រលឹងតែលតោលវល់លើផែនដីទេនាំគ្នាសែនបន្តទៀតទៅវាអត់ខុសទេ
នេះអ្វីដែលលោកអើចង់ប្រាប់ឃើញទេគ្រាន់តែថាពេលវេលានេះវាជាពេលវេលាចុងក្រោយដែលយើងទាំងអស់គ្នាគួរដោះលែងព្រលឹងដូនតារបស់ខ្លួនដែលបានចែកឋានទៅនេះក្រែងលោដូនតាខ្លះញាតិកាខ្លះស្លាប់ទៅហើយរកភពរកកាយមិនឃើញយើងជាកូនជាចៅដែលនៅជាមនុស្សលោកនេះក៏ត្រូវតែធ្វើតួនាទីនេះចុងក្រោយដោយសារយើងមិនដឹងកន្លងមកមិនដឹងថាតើទិសតំបន់ក្នុងការឧទ្ទិសដល់ព្រលឹងទាំងឡាយឲ្យស្គាល់ទិសតំបន់ក្នុងការទៅចាប់កំណត់ចាប់ភពថ្មីនេះទិសណាទេដោយសារមនុស្សគ្រប់គ្នាមិនស្គាល់ទិសតំបន់ច្បាស់លាស់អាចចឹងហើយបានជាចាស់បុរាណគេជេរកូនចៅចំនួនមុនគេថាក្មេងមិនស្គាល់ទិសតំបន់ឃើញទេឲ្យទៅកើតទៅលិចឲ្យទៅត្បូងទៅជើងណែចាស់បុរាណគេជេរ